រឿងបឹងត្របែកក្រុងភ្នំពេញឈ្មោះភូមិផ្សេងៗនៅក្នុងក្រុងភ្នំពេញសុទ្ធសឹងតែមានប្រវត្តិដើមកំណើតច្រើនបែបច្រើនយ៉ាងណាស់ប៉ុន្តែដែលសំខាន់គឺត្រង់រឿងណាដែលទាក់ទងនឹងប្រវត្តិសាស្ត្រផងជាបែបនិទានពីរោះស្ដាប់ផងយើងក៏លើកយកមកចុះផ្សាយនៅទីនេះតែរឿងណាដែលមានលំដាប់រឿងវែងឆ្ងាយឯរឿងខ្លីៗបន្តិចបន្តួចពុំបានលើកយកមកអត្ថាធិប្បាយទេរឿងបឹងត្របែកនេះមានប្រកាសនៅក្នុងសៀវភៅព្រះរាជពង្សាវតារបាប់សរសេរដៃតម្កល់នៅពុទ្ធសាសនបណ្ឌិតសពថ្ងៃដែលយកជាលំនាំរឿងបានដូចតទៅតាមស័ព្ទនៃពាក្យខាងលើនេះមិនមែនជាការពិបាកយល់ទេតែនៅមានបញ្ហាខ្លះដែលអ្នកអានគួរជ្រាបគួរចាំជាប្រវត្តិអាស្រ័យហេតុនេះបានជាយើងស្រាវជ្រាវរកពង្សាវតារនៃបឹងត្របែកមកអត្ថាធិប្បាយជូនថាតើហេតុអ្វីបានជាគេហៅថាបឹងត្របែកតាមរូបស័ព្ទនេះគេអាចយល់បានភ្លាមតែត្រង់ខុសឬត្រូវតាមប្រវត្តិនោះយើងមិនទាន់ដឹងទេបើយើងបំបែកស័ព្ទនេះទៅជាមានន័យថាបឹងដែលមានដើមត្របែកហៅថាបឹងត្របែកតែឈ្មោះនេះពិតដូច្នេះមែនឬទេខ្ញុំសូមនាំយកប្រវត្តិមកនិទានដូចតទៅក្នុងជំនាន់ព្រះបាទជ័យជេដ្ឋាហៅព្រះអង្គសូរពុទ្ធសករាជ2219គង់នៅឧដុង្គបានសាងវាំងមួយទៀតនៅទួលឪជ្រឹងស្រុកសំរោងទងសព្វថ្ងៃព្រះអង្គឬព្រះរាជវាំងពីឧដុង្គមកគង់នៅព្រះរាជវាំងទួលឪជ្រឹងទុកព្រះមេត្តាគឺសម្ដេចព្រះទាវឲ្យគង់នៅឯព្រះរាជវាំងឧដុង្គឯសម្ដេចព្រះបទុមរាជាមហាឧបរាជទ្រង់ជ្រាបព័ត៌មាននេះហើយក៏មានព្រះរាជតីត្រេកអរជាពន់ពេកហើយប្រឹក្សាជាមួយអង្គយួនរួចលើកទ័ពខ្មែរយួនទៅអុកឡុកវាំងឧដុង្គហើយចាប់យកសម្ដេចព្រះទាវជាព្រះវររាជមាតានៃព្រះបាទជ័យជេដ្ឋានិងនាងអាំជាសាវឡិកនាំយកទៅបន្ទាយជ្រោយចង្វាព្រះជ័យជេដ្ឋាដែលគង់នៅវាំងទួលឪជ្រឹងកាលបើទ្រង់ជ្រាបការនោះហើយទ្រង់ព្រះកន្សែងសោយសោកអាឡោះអាល័យពីការនិរិះព្រាត់ព្រះវររាជមាតាព្រះអង្គទ្រង់បានប្រឹក្សាជាមួយសេនាបតីនាម៉ឺនសពមុខមន្ត្រីឲ្យប្រមូលទ័ពទៅច្បាំងជាមួយទ័ពខ្មែរយួនដែលនៅជ្រោយចង្វាដើម្បីដណ្ដើមយកព្រះវររាជមាតាមកវិញមន្ត្រីក៏ប្រមូលទ័ពបានគ្រប់ចំនួនហើយព្រះអង្គទ្រង់ព្រះចិន្តាថាលើកទ័ពទៅវាយទ័ពយួនដែលមានព្រះវររាជមាតានៅជាមួយផងមិនស្រួលទេគិតដូច្នោះព្រះអង្គទ្រង់កែព្រះរាជមធ្យោបាយព្រះអង្គទ្រង់ប្រឹក្សាជាមួយពញាមន្ត្រីសង្គ្រាមសួរដើម្បីទៅយកព្រះវររាជមាតាចៅពញាមន្ត្រីសង្គ្រាមសួរថ្វាយព្រះរាជយោបល់ថា
មានតែប្អូនទូបង្គំឈ្មោះពញាភក្តីសង្គ្រាមហុកទេដែលមានថ្វីដៃអាចទៅយកព្រះវររាជមាតាព្រះអង្គបានចៅពញាភក្តីសង្គ្រាមហុកទទួលបរិយាបញ្ជាហើយក៏សន្យានឹងព្រះជ័យជេដ្ឋាថាតែ7ថ្ងៃនឹងធ្វើការនេះឲ្យបានសម្រេចហើយសូមព្រះអង្គឲ្យទ័ពទៅចាំទទួលចៅពញាសង្គ្រាមហុកសុំយកភាសាជំនិតម្នាក់ឈ្មោះគូនិងសុណក់មួយឈ្មោះអាស្រគុំទៅជាមួយចៅពញាភក្តីសង្គ្រាមហុកធ្វើដំណើរទៅដល់ភ្នំពេញហើយក៏ទៅសំណាក់ក្នុងវត្តស្រកាលេញរួចក៏ធ្វើដំណើរស៊ើបយកការរហូតដល់បានព័ត៌មានថាទ័ពយួនទុកសម្ដេចព្រះទាវក្នុងទូកនៅឯជ្រោយចង្វានៅវេលាយប់ស្ងាត់មេឃងងឹតរកកលចង់ភ្លៀងផងចៅពញាភក្តីសង្គ្រាមយកទៀនធូបញីផ្កាខ្លះលោកចូលទៅក្នុងព្រះវិហារវត្តស្រកាលេញហើយតាំងអធិដ្ឋានថាខ្ញុំព្រះអង្គនេះមានចិត្តកតញ្ញូនឹងព្រះបាទជាអង្គម្ចាស់ស៊ូលះបង់ជីវិតមិនគិតស្លាប់ទទួលអាសាមកអញ្ជើញសម្ដេចព្រះទាវជាព្រះវររាជមាតាពីកណ្ដាប់ដៃនៃសត្រូវបើសម្ដេចព្រះជ័យជេដ្ឋាជាអង្គម្ចាស់ខ្ញុំស្ដេចបានសោយរាជសម្បត្តិក្នុងក្រុងកម្ពុជាធិបតីនេះសូមកុំឲ្យទ័ពយួនឃើញច្បាស់ខ្ញុំអង្គម្ចាស់ឡើយដោយសេចក្តីកតញ្ញូរបស់ខ្ញុំសូមកុំឲ្យមានអន្តរាយអ្វីសូមទេវតាជួយទំនុកបម្រុងសូមឲ្យខ្ញុំទៅអញ្ជើញសម្ដេចព្រះទាវជាព្រះវររាជមាតាពីក្នុងចំណោមកងទ័ពសង្គ្រាមបានដោយងាយលុះចប់ការតាំងអធិដ្ឋានហើយចៅពញាភក្តីសង្គ្រាមហុកនាំនាយគូចេញពីព្រះវិហារហើយផ្ដាំឲ្យអាស្រគុំចាំនៅមុខព្រះវិហារនេះអ្នកផ្សងសំណាងទាំងពីរនាក់ផ្លាស់សម្ពុតយកចងទ្រូងហើយយកកំបិតស្នៀតសៀតនឹងចង្កេះដើររកឫស្សីហែលឆ្លងទៅជ្រោយចង្វាចៅពញាភក្តីសង្គ្រាមឆ្លងដល់ត្រើយហើយពួនតាមមាត់ទឹកតម្រង់ទៅរកទូកយួនលូនបណ្ដើរសែបមុនគាថាសណ្ដំទ័ពយួនបណ្ដើរចៅពញាភក្តីសង្គ្រាមហុកបានទៅដល់ទូកដែលសម្ដេចព្រះទាវផ្ទុំលោកបានឃើញសម្ដេចព្រះទាវហើយក៏ចូលទៅដាស់ព្រះអង្គហើយថ្វាយចិញ្ចៀនព្រះទម្រង់ដែលព្រះជ័យជេដ្ឋាទ្រង់បានផ្ញើឲ្យយកទៅថ្វាយសម្ដេចព្រះមាតាជាបន្ទាល់សម្ដេចព្រះទាវតតឃើញសេនារបស់ព្រះអង្គទ្រង់មានសេចក្តីរំភើបជាទីបំផុតចៅពញាភក្តីសង្គ្រាមហុកទឿនព្រះអង្គឲ្យចេញពីទូកយួនជាប្រញាប់តែព្រះអង្គមានព្រះរាជសវណ្ណីទៅកាន់ចៅពញាភក្តីសង្គ្រាមថាឲ្យទៅយកនាងអាំជាភិលៀងមកជាមួយផងព្រោះធ្លាប់កំសត់កំរជាមួយព្រះអង្គចៅពញាភក្តីសង្គ្រាមហុកនាំសម្ដេចព្រះទាវនិងនាងអាំចេញពីទូកបានហើយមេឃក៏ងងឹតឈឹងរកមើលទិសតំបន់មិនឃើញក៏បញ្ជាឲ្យនាយគោទៀងចាំស្ដាប់សំឡេងអាស្រគុំលូទៀងសំឡេងឆ្កែលូច្បាស់ហើយចៅពញាភក្តីសង្គ្រាមហុកនាំគ្នាហែលឆ្លងមកត្រើយភ្នំពេញវិញលុះដល់ត្រើយហើយ
សម្ដេចព្រះទាវយាងទៅសម្រាកព្រះកាយបន្តិចក្នុងវត្តស្រកាលេញហើយបន្តព្រះរាជដំណើរទៅទៀតចៅពញាភក្តីសង្គ្រាមបញ្ជិះសម្ដេចព្រះទាវហើយឲ្យនាយគោនាងអាំអាស្រគំដើរទៅមុខតម្រង់ទៅឧដុង្គតែពេលនោះមេឃងងឹតពេកចៅពញាភក្តីសង្គ្រាមមើលផ្លូវពុំច្បាស់ចេញពីវត្តស្រកាលេញទៅដោយព្រាវទៅដល់បឹងត្របែកសពថ្ងៃនេះឃើញផ្លូវបែកនាយគោងាកមកសួរចៅវាយនាយថាតើយើងត្រូវដើរទៅតាមផ្លូវណាចៅពញាភក្តីសង្គ្រាមហោះក៏បញ្ជាឲ្យនាយគោបែកទៅស្ដាំកន្លែងដែលត្រូវបែកនេះមានសភាពទំនាបជាបឹងទើបហៅថាបឹងត្រង់បែកពាក្យថាបឹងត្រង់បែកនេះអ្នកស្រុកនិយាយរហ័សក៏ឮតែបឹងត្របែកបឹងត្របែកទៅវិញសម្ដីនេះក៏ចេះតែคลายទៅរហូតដល់បាត់នៃដើមរបស់ពាក្យដូច្នេះលុះភ្លឺឡើងទៅដល់ស្ទឹងព្រែកត្នោតទើបចៅពញាភក្តីសង្គ្រាមដឹងថាវង្វេងផ្លូវហើយនាំគ្នាបែរមុខរកទិសទៅកាន់ឧដុង្គវិញទីនេះក៏ជាប់ឈ្មោះថាបឹងត្របែករហូតមក